បន្ទាប់ពីការអត់ធ្មត់អស់រយៈពេលជាច្រើនសប្តាហ៍ចំពោះការវាយប្រហារដែលខ្លួនចាត់ទុកថាមិនមែនជាចំនួនរបស់ខ្លួនពេលនេះបណ្ដាប្រទេសនៅក្នុងតំបន់ឈូងសមុទ្របានចាប់ផ្ដើមបញ្ចេញសម្លេងរឹងមាំដោយព្រមានថាពួកគេនឹងមិននៅស្ងៀមទៀតឡើយកាលពីថ្ងៃអង្គារកិច្ចប្រជុំមេដឹកនាំអារ៉ាប់នៅទីក្រុងរីយ៉ាតដែលត្រូវបានរំខានដោយសកម្មភាពយោធាដ៏គួរឲ្យភ្ញាក់ផ្អើលគណៈដែលរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស GCC កំពុងអង្គុយចរចាស្វែងរកដំណោះស្រាយសន្តិភាពអ៊ីរ៉ង់បានបាញ់មីស៊ីលសម្ដៅមកលើរដ្ឋធានីរីយ៉ាតបើទោះបីជាមីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយជោគជ័យក្តីប៉ុន្តែបំណែកកំទេចកំទីបានធ្លាក់មកលើទីក្រុងបណ្ដាលឲ្យមានអ្នករងរបួសជាច្រើនអ្នករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើនេះថាការកំណត់គោលដៅលើទីក្រុងរីយ៉ាតនៅក្នុងពេលដែលអ្នកការទូតកំពុងជួបប្រជុំគ្នាមិនមែនជារឿងចាច់ដុតនោះឡើយវាជាសញ្ញាបញ្ជាក់យ៉ាងច្បាស់បំផុតអ៊ីរ៉ង់មិនជឿជាក់លើការទូតទេប៉ុន្តែផ្ទុយទៅវិញគឺចង់ប្រើប្រាស់សម្ពាធដើម្បីបំផិតបំភ័យអ្នកជិតខាងលោកបានប្រមានយ៉ាងម៉ឺងម៉ាត់ថាអារ៉ាប៊ីសាអូឌីតមិនចោះចាញ់នឹងការគំរាមកំហែងនេះឡើយហើយការអត់ធ្មត់របស់បណ្ដាប្រទេសឈូងសមុទ្រគឺមានដែនកំណត់លោកបានបញ្ជាក់ថាប្រសិនបើការវាយប្រហារនេះមិនបញ្ចប់ទេនោះសកម្មភាពយោធាគឺជាជម្រើសដ៏ចាំបាច់មួយយើងនឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងនយោបាយសេដ្ឋកិច្ចការទូតនិងសកម្មភាពការពារផ្សេងទៀតដើម្បីបញ្ឈប់ការឈ្លានពាននេះមិនត្រឹមតែអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេប្រទេសជិតខាងដទៃទៀតក៏កំពុងរងគ្រោះធ្ងន់ធ្ងរផងដែរប្រទេសកាតាឧស្សាហកម្មរ៉ាស់រ៉ាវ៉ាន់ត្រូវបានវាយប្រហារដោយមីស៊ីលបណ្ដាលឲ្យមានការខូចខាតយ៉ាងដំណំប្រទេសអារ៉ាប់រួមត្រូវបានបង្ខំឲ្យបិទទីតាំងសំខាន់ៗចំនួន2ក៏ដូចជាវាអ៊ូស្ម៉ាន់នៅភាគខាងកើតអារ៉ាប៊ីសាអូឌីតដែលរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលជាបន្តបន្ទាប់នៅក្នុងរយៈពេលជាង2សប្តាហ៍កន្លងមកនេះមេដឹកនាំ GCC បានព្យាយាមសង្កត់ធ្ងន់ថាពួកគេចង់ការពារទឹកដីខ្លួនឯងមិនមែនចង់ប្រកាសសង្គ្រាមលើអ៊ីរ៉ង់នោះទេប៉ុន្តែការវាយប្រហារឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចតំបន់បានធ្វើឲ្យទំនាក់ទំនងរវាងអ៊ីរ៉ង់និងប្រទេសជិតខាងឈូងសមុទ្រឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុតនៅពេលនេះពិភពលោកកំពុងតាមដានយ៉ាងប្រកិតថាតើការព្រមានរបស់រីយ៉ាតគឺជាការព្រមានដើម្បីទប់ស្កាត់ឬក៏ជាការត្រួសត្រាយផ្លូវទៅកាន់ការផ្ទុះចំនួនយោធាទ្រង់ទ្រីធំនៅក្នុងតំបន់ឈូងសមុទ្រពាក់ដែលបង្កនូវផលប៉ះពាល់ដល់ស្ថិរភាពធម្មពលពិភពលោកទាំងមូល